crypto na crypto ជាចំណែកមួយដែលធ្វើឲ្យត្រាំជាប់ឆ្នោតលើកទី2មែនទេកូនមែនទេបើចៅចង់ដឹងមែន crypto ជួយឲ្យត្រាំជាប់ឆ្នោតទេមែនទេណាចៅកុំច្រឡំណាត្រាំជាប់ឆ្នោតដោយសារប្រជាជនអាមេរិកមួយចំនួនដូចជាតានឹកឃើញមិនចង់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកជាប់គុកទី1គឺអត់ចង់ឲ្យមានប្រវត្តិทั้งធ្វើប្រធានាធិបតីឲ្យគេប្តឹងដាក់គុកបានទី1អត់ចង់ឲ្យប្រធានាធិបតីដែលធ្លាប់ធ្វើមាណាត់ហើយជាប់គុកវាអាក្រក់ចំពោះប្រពៃណីនៃប្រវត្តិសាស្ត្រនិងផ្នែកនយោបាយណាកូនណាទី2ដោយសារឃើញលោកប្រធានាធិបតី Joe Biden គាត់ខ្សោយពេកហើយនៅខាងគណៈបក្សសាធារណរដ្ឋអត់មានអ្នកណាឈរមានតែលោកត្រាំអញ្ចឹងជំរើសមានតែ2គឺទៅខាងសាធារណរដ្ឋមានត្រាំខាងប្រជាធិបតេយ្យក្រោយមកមានKamala Harris នេះគាត់អត់ដែលធ្វើកិច្ចការអ្វីទេនៅក្នុងអាណត្តិគាត់ធ្វើអនុប្រធានាធិបតីរបស់លោកតា Joe Biden គាត់អត់មានតួនាទីអ្វីទាំងអស់ក្រៅពីតំណែងអនុប្រធានាធិបតីKamala Harris ជាស្រីកូនកាត់ទី1ស្រីទី2កូនកាត់ទី3អត់មានពិសោធន៍នៅក្នុងឆាកនយោបាយហើយគាត់ក៏អត់បានឈរឈ្មោះដែរគាត់ស្នងបេក្ខភាពពីលោកតាជូចវាយអាមេរិកគេរៀបនយោបាយអញ្ចឹងតាជូគាត់ទន់ខ្សោយទៅក៏ក្រោយមកគេធ្លាក់មក Kamala Harris អញ្ចឹងចវាយគេរៀបឲ្យសហរដ្ឋអាមេរិកនៅសល់តែ2មួយខាងជា Kamala Harris មួយខាងគឺលោក Donald Trump អញ្ចឹងប្រជាជនក៏បោះឆ្នោតឲ្យលោក Trump ជាប់ទៅលោក Trump ជាប់ទៅអ្វីដែលគាត់បានសន្យាក្នុងការឃោសនាបោះឆ្នោតពីរោះស្ដាប់សមរម្យពេលគាត់ជាប់ឆ្នោតហើយគាត់ធ្វើការគាត់ក៏ចាប់ផ្ដើមធ្វើការនៅរបស់ដែលគាត់និយាយមានន័យថាខាងអណ្ដោប្រវេសន៍ខាងកាត់បន្ថយអំពើខាតបង់និងពុករលួយខាងធ្វើឲ្យអាមេរិករឹងប៉ឹងផ្នែកសេដ្ឋកិច្ចការសន្យានៃនយោបាយរបស់បេក្ខជន Donald Trump គឺចាប់ផ្ដើមធ្វើពីខែមករាឆ្នាំ2025មកអញ្ចឹងមែនតែដល់ក្រោយមកចេះតែបង្កភាពតានតឹងនេះតឹងអើយតឹងនៅក្នុងស្រុកក៏ឆ្លោះគ្នាជាមួយនឹងអ្នកនៅក្នុងស្រុកនៅជាប់របងអាមេរិកមិចស៊ីកូនិងកាណាដាក៏ឆ្លោះគ្នាជាមួយនឹងដៃគូអឺរ៉ុបក៏ឆ្លោះគ្នាជាមួយដៃគូជប៉ុនកូរ៉េក៏តានតឹងគ្មានកន្លែងណាមួយធូរសោះតឹងអើយតឹងដល់តឹងទៅក៏ដាច់ឆ្នាំ2025មកនយោបាយហ្នឹងក៏បរាជ័យនយោបាយកាត់បន្ថយអំពើពុករលួយបរាជ័យតាំងពីឆ្នាំ25មានចាំទេក្រសួងមួយឈ្មោះ Doge នោះក៏លាយទៅឆ្លោះគ្នាជាមួយ Elon Musk ទៅបាត់ទៅបន្ទាប់មកទៀតអន្តោប្រវេសន៍នេះដេញប្រផាត់ចាប់ប្រភេងវាយបែកកញ្ចក់ឡានច្បោកច្បល់បាតកម្មរហូតដល់មនុស្សស្លាប់រញ៉ៃលក់ដូរលែងដាច់លក់ដូរអត់ដាច់មុខរបរតូចតាចអីក៏បិទទ្វារលំហើយណាមួយសេវាកម្មក៏លំបាកក៏ចូលដល់ខែ2ខែកុម្ភៈឆ្នាំ26នេះតុលាការកំពូលសម្រេចថាការដាក់ពន្ធគយទៅលើប្រទេសនានាគឺអត់ធ្វើអញ្ចឹងបានទេបរាជ័យទៀតបានមកដល់សង្គ្រាមនេះណាចៅទៅណាបើអ្នកណាមួយប្រាប់ចៅថាលោក Donald Trump នឹងជាប់ឆ្នោតដោយសារ crypto ណាអានេះនិយាយនឹងភ្លើសតអត់មានជាប់ឆ្នោតដោយសារ crypto ទេ crypto គឺជាល្បែងដែល Trump ប្រមូលលុយឲ្យគ្នាគាត់រីឯអ្នកដែលវិនិយោគ crypto កាលគាត់ឡើងកាន់តំណែងឆ្នាំ25ក៏ចំណេញស្រង់ដើមបានខ្លះឥឡូវហ្នឹងពងស៊ីអាចគ្រប់គ្នា crypto ឥឡូវមិនស៊ីអាចគ្រប់គ្នាចៅត្រូវដឹងណាកូនខ្ញុំវេលុយទាំងអស់ចូលរបស់ផ្សេងអស់ហើយឈប់កាន់ crypto ហើយ
ព្រោះស៊ីអាចគ្រប់គ្នាអ្នកដែលបានលុយអ្នកដែលរកស៊ីបានលុយក្នុងវិនិយោគគ្រីបតូគឺក្រុមហ៊ុនធំៗគេមានការវិភាគច្បាស់លាស់ចំណែកអាមនុស្សតូចៗស៊ីអាចគ្រប់គ្នាអត់មានអាណាការគ្រីបតូចំណេញទេគ្រីបតូវាឡើងតែដើមឆ្នាំ25ផ្លែតហ្នឹងក្រោយមកច្បុកច្បល់ញ៉ៃញ៉ៃអាគ្រីបតូដាំដងទាំងអស់ដាប់បានទេណាកុំយល់សពណាចៅត្រំឡើងមកពី3ខែហ្នឹងអ្នកដែលខាតហ្នឹងកើតលុយវិញបានខ្លះតែខ្ញុំទាំងអីហ្នឹងក៏ស្រង់ដើមវិញបានខ្លះតែក្រោយមកអត់ដើរទេដើរតែទីផ្សារធំទេពួក investor ធំគេរកលុយបានចំណែកអាអ្នកតូចនេះចូលតាមគេតាមឯងអស់តែលុយទេសប្តាហ៍ថ្ងៃនេះបើក portfolio មកក៏ហមបតាអត់មានពណ៌ green មួយទេណាកុំចូលកូនខ្ញុំវេលុយចាញ់អស់ហើយមិនបានវេលុយចាញ់អស់កូនខ្ញុំវាមនុស្សអត់ចូលកូនប្រុសខ្ញុំដឹងកូនប្រុសខ្ញុំវិនិយោគប្រើអីទេប្រើ algorithm មិនភ្លើជឿតាមគេតាមមកអួតតាមអនឡាញទេវារើលុយចាញ់អស់វារើលុយយកលុយ50-60ម៉ឺនទៅទិញផ្ទះមួយនៅហើយវាវេលុយវាចាញ់ទៅវិនិយោគនៅរឿងផ្សេងពីដើមដំបូងដៃវិនិយោគលើ COVID-19 អា COVID vaccine នេះអាហ្នឹងបានលុយមួយសាក្រោយមកអា crypto អា coin នេះបានលុយមួយសាតែឥឡូវអត់បានលុយទេអាអ្នកវិនិយោគតូចហ្នឹងនោះតែប្រហែលអស់លុយបើគេអ្នកធំ portfolio គេរាប់លានគេមិនអីទេព្រោះគេ monitor different model ចំណែកយើងនេះចាំតែអស់លុយទេដាក់បានទេណាចៅណាអញ្ចឹងតូណាកាន់តែប្រាប់ចៅឯងទេចៅឯងកំពុងតែចូលទេវាគ្មានបានលុយអាចឆ្កែទេណាខ្ញុំប្រាប់ណាទិញផ្ទះមួយកន្លែងនៅស្រុកអាមេរិកណាអូខេ5ឆ្នាំ make money 10ឆ្នាំ make money ណា2ឆ្នាំទី1ណា2ឆ្នាំទី1រហូតទៅដល់ឥឡូវមិនបាច់តវ៉ាទេបើចៅឯងរត់លុយបានតាជូនពោមិនបាច់មកនិយាយមួយតាអត់ចង់ដឹងទិញផ្ទះនៅស្រុកអាមេរិកណា5ឆ្នាំបើអត់នៅទេជួលក៏ make money ណាចូលដល់10ឆ្នាំក៏ make money ចូលដល់ឆ្នាំទី5 10ទី20ទី25ទី30នៅតែ make money គ្រាន់តែវាលុយវាបានតិចប៉ុន្តែអត់ចេះខាតទេនឹងផ្ទះហើយដីកាលពីហ្នឹងហក់លោតញ៉ៃអស់ខោណាអូខេណាកុំនិយាយរឿង active trader អីកាលណាសួរខ្លួនឯងថាខ្លួនឯងនឹងរៀនបាន master ហើយនៅត្រឹមត្រូវហើយនៅមានការធ្វើហើយនៅណាហើយប្រាក់ចំណូលហ្នឹង10ម៉ឺន20ម៉ឺនមួយឆ្នាំ30ម៉ឺនហើយនៅបើលក់ដីមួយដុំបានលុយ1លានហើយយកទៅឈួតណា crypto ហ្នឹងគង់តែអស់ទេដូច្នេះហើយតាអត់ចង់ដឹងទេណាចៅណាបានហើយតាខ្ពើម្នាក់ស្រុកខ្មែរអួតលុយលានហ្នឹងណាអញដែលមានលុយលានទេប៉ុន្តែអញអត់ខ្វះលុយចាយអញអត់ខ្វះលុយចាយអញអត់ខ្វះបាយស៊ីអញអត់ខ្វះសន្តិសុខទេណាដូច្នេះអញខ្ពើមណាស់អារឿងយកលុយលានមកខោក្បាលអញធាក់ណាពីព្រោះជីវិតរបស់តានៅនេះ100រស់ដោយសេចក្តីថ្លៃថ្នូរ1000រស់ដោយសេចក្តីថ្លៃថ្នូរ10000រស់ដោយសេចក្តីថ្លៃថ្នូរ100000រស់ដោយសេចក្តីថ្លៃថ្នូរសេចក្តីថ្លៃថ្នូរយ៉ាងម៉េចចាឯងអត់យល់ទេអាសេចក្តីថ្លៃថ្នូររបស់តាសេចក្តីថ្លៃថ្នូររបស់តាគឺអត់មានត្រូវការត្រក្តរអាណាទេនៅស្រុកអាមេរិកនេះចូលផ្ទះបិទទ្វារដេកលក់ស្រួលណាចាញ់ក្រៅផ្ទះអត់មានដើរអោនក្បាលជាមួយអាណាទេណាអត់ចាំបាច់យកលុយលានមកអួតទេណាចាប់ដៃនេះធ្វើការពីអ្នកដីពុនដល់ពេលចូលនិវត្តន៍អត់ភ័យខ្លាចកូនចៅវាដណ្ដើមទ្រព្យសម្បត្តិគ្នាទេឥឡូវឯងគិតមើលចៅឯងគិតមើលតាឥឡូវតានិវត្តន៍តែម្នាក់ឯងនិយាយអត់តន់ចូលនិវត្តន៍ទេណាបេឡាចូលនិវត្តន៍
មួយខែ 4,800 ហាក់និរភ័យសង្គម 2,199 អូខេវិនិយោគថ្លៃស្មើចុះមួយខែ 800 ទៅ 1000 ថា800ទៅអូខេចុះ property rental មួយខែក៏បាន 2-3,000 ដែរហើយចុះស្អីទៅទៀតបូកបញ្ចូលគ្នាទៅចាំបាច់លុយលានអីទៅអួតអាណាលុយលានអីហើយចុះគ្រាន់តែ YouTube អត់មានទៅអី MMO អីគេផងក៏គ្រប់ទិញសាច់មាន់ឲ្យឆ្កែស៊ីដែរអញ្ចឹងចាំបាច់ទៅអួតអីរឿងលុយក៏អត់លានអីណារស់នៅពីរនាក់តានឹងយាយតែ$30មួយថ្ងៃអស់ខ្លាំងហើយចាយ$30មួយថ្ងៃណាចាំបាច់លុយរាប់លានអីយាយហើយនឹងតាចាយអស់ខ្លាំងហើយមួយថ្ងៃចាយអស់30រស់នៅតិចចិត្តអត់ចាំបាច់អោនក្បាលជាមួយអាណាអត់ភ័យខ្លាចអាណាបុកពីក្រោយណាអត់ភ័យខ្លាចគេលួចខោអាវអត់ភ័យខ្លាចគេចតឡានកងមកផ្ទះឲ្យគេស្ដោះទឹកមាត់ហើយក៏អត់ចាំបាច់ទៅគោរពអាណាសម្ដេចក៏ដូចម៉ែវាណាអត់ត្រូវការអត់មានទាំងអស់ត្រំនៅផ្ទះត្រំអាចេមនៅផ្ទះអាចេមផោមស្អុយផ្ទះអាចេមអាត្រំផោមស្អុយផ្ទះអាត្រំអត់មានទេស្រួលអើយស្រួលណាបើមិនចង់ដាំបាយស៊ីទេទៅស៊ីបាយក្រៅមហូបយួននៅក្បែរហ្នឹងមហូបសៀមនៅក្បែរហ្នឹងមហូបអាមេរិកាំងនៅក្បែរហ្នឹងមហូបកូរ៉េនៅក្បែរហ្នឹងមហូបជប៉ុននៅក្បែរហ្នឹងចាញ់ទៅស៊ីចតឡានអត់មានដើរមកវិញមើលឡានទេអត់មានអាណាបុកទេបើវាបុកកពិតក៏វាមាន insurance ដែរអត់ចាំបាច់អីណាសុំគោរពសម្ដេចរួយម៉ែវាអីចាំបាច់អីច្រើនអត់ត្រូវការអត់មានត្រូវការអីទៅស៊ីការគេអីទៅអង្គុយជាមួយពួកផឹកអូតនួអីអត់ទេអត់មានអង្គុយមើលមីចៅណាពាក់រ៉ូប 40000 50000 អីអូយគេនឹងឡានអីអត់ឈឺក្បាលអត់តារស់តាមតែមករឿងដែលត្រូវគិតជាងគេគឺមហារាជឯនេះហើយមហារាជហ្នឹងមិនបាច់គិតច្រើនទេគិតច្រើននាំភ័យធ្វើម៉េចលេបថ្នាំឲ្យទៀងទាត់ហាត់ប្រាណបន្តិចបន្តួចកុំឲ្យស៊ីខ្លាញ់កុំឲ្យស៊ីស្ករកុំឲ្យស៊ីអំបិលប្រៃចប់កូនចៅអាយុ22ឆ្នាំឲ្យចាញ់អស់ហើយនៅផ្ទះនេះបន្ទប់ដេកនៅសល់5កន្លែងណានៅសល់បន្ទប់ដេក5ហើយបន្ទប់ដេកមួយហ្នឹងណាអាអ្នកនៅដេកក្នុងបន្ទប់នោះអត់បាច់ចាញ់ទៅណាទេបន្ទប់មួយប្រគុណមួយបន្ទប់ទឹកអីត្រឹមត្រូវចូលបន្ទប់ហ្នឹងនៅក្នុងបន្ទប់ហ្នឹងមានបន្ទប់ទឹកមានអីត្រឹមត្រូវចាក់សោចោលវាអត់មានរឿងអីដែលទៅឈឺក្បាលនិយាយថាលៀននេះលៀននោះអីបាច់ចាំបាច់ទៅនិយាយប្រាប់គេអីណាហើយមិនបាច់និយាយប្រាប់គេថាអូគ្រីបតូថ្ងៃនេះឡើងអានេះ stock នេះឡើងដើម្បីឲ្យគេដឹងថាខ្លួននឹងវិនិយោគអាចអីចាំបាច់អីចុងក្រោយងាប់ធ្វើម៉េចឲ្យតែពេទ្យគេចាក់ថ្នាំកុំឲ្យឈឺស្រែកអាយអាយ៉ាយទៅបានហើយណានៅស្រុកខ្មែរទោះបីគេមានលុយប្រហែលលានក៏ដោយទោះបីគេហៅពេទ្យមកផ្ទះមើលខ្លួនក៏ដោយក៏ពេលងាប់ហ្នឹងមិនមែនស្រួលដូចពេទ្យស្រុកអាមេរិកទេពេទ្យស្រុកអាមេរិកគេងាប់អត់ឈឺទេណាបើកើតមហារាជហ្នឹងមុនថាគេដឹងថាយើងចិត្តងាប់ហើយគេដាក់ថ្នាំឲ្យអត់ឈឺទេណាអត់ឈឺទេណាអត់ឈឺទេគេដាក់ថ្នាំឲ្យកាលណាយើងចូលអាយុចុងក្រោយហើយគេដាក់ថ្នាំឲ្យយើងដកដង្ហើមហើយបើយើងចង់និយាយជាមួយកូនចៅក៏និយាយទៅលេះនេះទៅហើយក៏យើងងាប់ទៅណាហើយគ្មានត្រូវការអាចុយម៉ាយណាមកតម្រង់ជួរដង្ហែទេដង្ហែនឹងរស់មកវិញណាហើយថែមសាក់សម្ដេចអីនៅលើអីសួរថាថែមចង់ថែមសាក់សម្ដេចពីរដងទៅរស់មកវិញបើមិនជឿទេបើក្តាមឈូសមើល7ថ្ងៃក្រោយមកហើមស្អុយដូចគ្នាបើមិនបានដុតទៅខ្វល់អីអារឿងហ្នឹងខ្វល់ជាងគេធ្វើឲ្យតែល្អទៅគេលោកបានកើតជាសម្ោចបើកើតជាសម្ោចវាទៅលើកកូតអាមេរិកកាំងពេលវាស្រាប់មួយទឹកអាហ្នឹងចាត់ទុកតែសំណាងហើយពីព្រោះវាអាលងទៅយកអាកាយសម្ផស្សនៅស្រុកខ្មែរវាឥឡូវវាកើតប៉ះសិតតែកៅស៊ូនោះបើមិនចឹងទេពុលលេងាប់ទៀតតែខ្វល់អីរឿងអញ្ចឹងលោកហើយលោកអញ្ចឹងហើយបានកុំអួតពេកអារឿងត្រេកកណ្ដិនហយហ្នឹង
ឈប់ទៅគេឆ្លងកាត់តាំងពី86ខ្ញុំចូលទីផ្សារភាគហ៊ុនឆ្នាំ86ចៅឯងមិនទាន់កើតផងណារបួស3ដងណាអើណាល្អជាងគេនេះប៉ះបងម៉ៅបើបានធ្វើសម្ោចនេះកណ្ដវាពីលើរបូតដៃរបូតជើងពោះសាច់គាត់អាឡូងណាមើលទៅដូចអាដៃដោះឆ្នាំងចឹងប៉ុន្តែអាឡូងណានៅស្រុកខ្មែរអស់ព្រៃហើយបើកើតជាសម្ោចទៅក្នុងព្រៃគេដុតព្រៃឆេះទៀតនៅនេះមានព្រៃណាអញ្ចឹងហើយបាទខ្ញុំបើកឡានឲ្យមើលនៅអាមេរិកបៃតងស្រុកខ្ញុំឈឺក្បាលអីលៀនអីរស់បានហើយបាយមួយចានឆ្ងាញ់ហើយសប្ងៃអត់មានតាមបាយស៊ីបងជំរាបសួរសាវ៉ាលីណាចៅណាអាហ្នឹងអញ្ចឹងណានិយាយលេងទេណាចៅណានិយាយលេងទេឲ្យនេះទៅអូខេចៅតូណាហេតុអ្វីតាមមិនរៀនប្រវត្តិពីលោកតាចៅកាំងដើម្បីប្រៀបធៀបគ្នាបែរជារៀនពីបារាំងសរសេរតែម្ខាងអត់យល់ទេកូនសួរហ្នឹងអត់យល់ទេណាតាយល់យ៉ាងណាចំពោះរឿងសង្គ្រាមអ៊ៃរ៉ង់អត់មានយល់ទេគេច្បាំងគ្នាលុយធំតាតាមដានហើយយកមកនិយាយប្រាប់ចៅបន្តិចបន្តួចឲ្យយល់ច្រើនពេកតាក៏ត្រូវតាមដានណាចៅអត់មានចេះតែយល់ទេ